មកមើលរថយន្ត SUV បែបគ្រួសាររបស់ Ferrari ប្រើម៉ាស៊ីនមហាខ្លាំង V12 ដែលចេញលើកដំបូងដែលជា model Purosangue អ្នកប្រហែលធ្លាប់ដឹងពីមុនហើយថារោងចក្រផលិតផលរថយន្ត Ferrari ផលិតរថយន្ត Sport ដែលមានកម្ពស់ទាបតែប៉ុណ្ណោះអ្វីបើពេលនេះ Ferrari បានបញ្ចេញរថយន្ត SUV ក៏ដោយតែ Ferrari នៅតែបំពាក់ម៉ាស៊ីនដ៏ខ្លាំងសម្បើមដែលវាប្រើម៉ាស៊ីន V12 ចំនួន 6.5 លីត្រផលិតបានកម្លាំង715សេសនិងកម្លាំងរមុល716 Newton meters ដំណើរការជាមួយប្រអប់លេខ Dual Clutch 8 វគ្គរត់ពង2ជាន់ស្ទុះពីល្បឿន0ដល់100គីឡូម៉ែត្រក្នុង1ម៉ោងប្រើពេល 3.3 វិនាទីនិងមានល្បឿនអតិបរមា310គីឡូម៉ែត្រក្នុង1ម៉ោងយ៉ាងណាមិញ Ferrari អាចមានជម្រើសប្រើម៉ាស៊ីន V6 V8 និង Hybrid ផងដែររូបរាងរបស់រថយន្ត Ferrari Purosangue ត្រូវបាន design ជាបែបអនាគតតែម្ដងនិងរក្សាទម្រង់ជារាងស្ពណ៌តួខ្លួនវាស្រោបដោយអាលុយមីញ៉ូមដែលធ្វើឲ្យវាមានទម្ងន់ធ្ងន់ងាយស្រួលបើកជ្រែកខ្យល់មិនឃ្លីងឃ្លោងឬហៅថាការ design បែប aerodynamic ចំណុចដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះវាបំពាក់បំពង់សឺម៉ាំង4ឯដៃទ្វារជាប្រភេទ pop out ដែលកំពុងពេញនិយមដាក់លើរថយន្តប្រណិតនាពេលបច្ចុប្បន្នបើក្រឡេកមកមើលផ្នែកខាងក្នុងយើងចាប់អារម្មណ៍ចំពោះអេក្រង់របស់វាចែកជាពីរនៅម្ខាងគ្នាដោយកន្លែងតែកុងជាកុងទ័រ Digital 10.2 អ៊ីងនៅក្រោយដៃចង្កូតនិងកន្លែងកៅអីអ្នកដំណើរខាងមុខជាប្រព័ន្ធកំសាន្ត Touch Screen ទំហំ 10.2 អ៊ីងអាចភ្ជាប់ Apple CarPlay និង Android Auto ប៉ុន្តែมันអាចប្រើប្រព័ន្ធ Navigation បានឡើយប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយអ្នកបើកបរដែលបំពាក់លើរថយន្ត SUV នេះមានដូចជាប្រព័ន្ធហ្វ្រាំងបន្ថែមអូតូភ្លើងហ្វាអូតូប្រព័ន្ធគ្រប់គ្រងល្បឿនធៀបនឹងល្បឿនរថយន្តខាងមុខប្រព័ន្ធជួយឲ្យរថយន្តរក្សាការបើកក្នុងគន្លងនិងមុខងារ Blind Spot ជាដើមអរគុណសម្រាប់ការទស្សនារបស់អ្នកសូមជួយចុច Like ឬ Subscribe Channel ដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីៗជាច្រើនទៀត